ចំពោះអាត្មាភាពក្នុងនាមជាចៅអធិការវត្តពាំងកលឹងដែលបានឮសម្ដេចរបស់យើងសម្ដេចតារបស់យើងជាវរៈជាតិវរៈខេមរៈបុត្រអ្នកដឹកនាំប្រទេសតាំងពីសម័យពីដើមមកទល់គ្នានឹងបច្ចុប្បន្ននេះពេលឮសូរលោកចូលទីបង្កត់អាត្មាភាពមានភាពតក់ស្លុតរន្ធត់ដោយសារថាសម្ដេចគឺជាបិតាឯករាជ្យជាតិនាំទឹកដីឯករាជ្យពីប្រទេសបារាំងមកដូច្នេះលោកមានស្នាដៃច្រើនក្នុងការដឹកនាំប្រទេសធ្វើឲ្យប្រទេសយើងមានសុខសន្តិភាពអញ្ចឹងចំពោះអាត្មាភាពនឹកឃើញថាពេលលោកចូលទីបង្កត់ទៅអាត្មាភាពមានភាពសោកស្ដាយអ្នកដឹកនាំមួយដល់ស្នើមដែលបានចូលទីបង្កត់នេះអញ្ចឹងអាត្មាភាពសូមបួងសួងដល់គុណបុណ្យបរណត្រ័យទាំង3ព្រះពុទ្ធពធព្រះសង្ឃជាពិសេសគឺបុណ្យបារមីវត្តពាំងកន្លងនឹងសូមបញ្ជូនវិញ្ញាណក្ខន្ធសម្ដេចតាណារបស់យើងដែលបានទទួលអនិច្ចធម៌ទៅនេះនៅពេលកាំងនេះក៏សូមឲ្យវិញ្ញាណក្ខន្ធរបស់សម្ដេចបានទៅកាន់សុគតិភពហើយម្យ៉ាងទៀតសម្ដេចបានទៅកាន់សុគតិភពហើយសូមមេត្តាបែក្រោយប្រមល់មើលប្រទេសជាតិយើងដើម្បីជួយទ្រទ្រង់ប្រទេសជាតិយើងឲ្យរីកចម្រើនទៅមុខទៀត